នៅខាងក្រៅខ្នងរបស់ខ្ញុំនេះគឺជាវិមានរណសេរីពីធ្នូហើយខ្ញុំនឹងនាំបងប្អូនមកស្គាល់អត្ថន័យនិងរឿងរ៉ាវរបស់វិមានមួយនេះជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំជាមួយនឹងអាសបណ្ឌិតរបស់ខ្ញុំនឹងនាំបងប្អូនមកស្គាល់ស្រុកស្នួលហើយនៅខាងក្រៅខ្នងរបស់ខ្ញុំនេះគឺជាវិមានរណសេរីពីធ្នូឬយើងអាចហៅមួយទៀតថាវិមានអនុស្សាវរីយ៍ពីធ្នូដែលមានទីតាំងស្ថិតនៅក្នុងភូមិជើងឃ្លូឃុំពីធ្នូស្រុកស្នួលខេត្តក្រចេះក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនមកស្គាល់អត្ថន័យនិងរឿងរ៉ាវរបស់វិមានមួយនេះដើម្បីឲ្យកាន់តែស៊ីជម្រៅខ្ញុំនឹងនាំបងប្អូនត្រឡប់ទៅកាន់អតីតកាលគឺសម័យខ្មែរក្រហមតើបងប្អូននៅចាំទេថានៅខែធ្នូឆ្នាំ1978កម្ពុជាមានអ្វីខ្លះចម្លើយដ៏ខ្លីនោះគឺមានតែសេចក្តីស្លាប់និងភាពភ័យខ្លាចតែប៉ុណ្ណោះ4ឆ្នាំដ៏ខ្មៅងងឹតរបបប្រល័យពូជសាសន៍ប៉ុលពតបានបន្សល់ទុកនូវរបួសស្នាមដ៏ជ្រៅបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជាភាពភ័យខ្លាចការបង្ខំឲ្យធ្វើការនិងការសម្លាប់រង្គាលបានគ្របដណ្ដប់លើដែនដីប្រទេសកម្ពុជាទាំងមូលនៅក្រោមម្លប់ដ៏ឃោរឃៅនៃរបបមួយនេះគ្មាននរណាម្នាក់ដឹងទេថាក្តីសង្ឃឹមកំពុងតែលាក់ខ្លួននៅទីនោះដោយមានកូនខ្មែរបានក្រោកឈរតស៊ូដើម្បីស្វែងរកពន្លឺនិងរំដោះជាតិមាតុភូមិចេញពីរបបមួយនេះក្នុងថ្ងៃទី2ខែធ្នូឆ្នាំ1978រណសេរីបានចាក់កំណើតឡើងនៅទីនេះហើយថ្ងៃនេះផងដែរក៏ត្រូវបានចារទុកជាប្រវត្តិសាស្ត្រគឺថ្ងៃដែលបានប្រកាសជាផ្លូវការនៅកំណើតរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាក្រោមការដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រីហេងសំរិនសម្ដេចអគ្គមហាថមពោធិសាជាស៊ីមនិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនព្រមទាំងវីរៈជនស្នេហាជាតិជាច្រើនរូបទៀតរណសេរីនេះបានចាក់កំណើតឡើងនៅភូមិជើងឃ្លូឃុំពីធ្នូស្រុកស្នួលខេត្តក្រចេះគឺនៅទីនេះតែម្ដងដែលមានគោលដៅតែមួយគត់គឺការវាយរលំរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងមួយនេះតាមរយៈសេចក្តីថ្លែងការណ៍11ខរណសេរីបានប្រកាសយ៉ាងច្បាស់អំពីកម្មវិធីនយោបាយរបស់ខ្លួនដែលផ្ដោតលើការរំដោះជាតិការកសាងឡើងវិញនិងការធានាសិទ្ធិសេរីភាពជូនប្រជាជនដោយមានការគាំទ្រនិងការចូលរួមពីប្រជាជនទូទាំងប្រទេសចលនារបស់រណសេរីបានរីកសាយភាយយ៉ាងឆាប់រហ័សដោយការខិតខំប្រយុទ្ធទាំងថ្ងៃទាំងយប់ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញកិច្ចខិតខំប្រឹងប្រែងដ៏មហិមាមួយនេះក៏ទទួលបានជោគជ័យនៅថ្ងៃទី7ខែមករាឆ្នាំ1979ហើយរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាបានសម្រេចបេសកកម្មប្រវត្តិសាស្ត្ររបស់ខ្លួនគឺការផ្ដួលរលំរបបប្រល័យពូជសាសន៍បានទាំងស្រុងនេះគឺជាថ្ងៃរំដោះដ៏ឧត្តមឧត្តមដែលនាំមកនូវការរស់រានមានជីវិតជាលើកទី2សម្រាប់ជាតិខ្មែរសប្តាហ៍នេះរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាបានក្លាយទៅជារណសេរីសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាសាច់រឿងទាំងអបាលមានដែលខ្ញុំបានរៀបរាប់ខាងលើនេះគឺជារឿងរ៉ាវមុនថ្ងៃទី7មករាឆ្នាំ1979ដែលបានមកពីការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតនិងឯកសារមួយចំនួនសង្គ្រាមក៏ត្រូវបានបញ្ចប់ប្រទេសជាតិក៏មានសុខសន្តិភាពរហូតមកដល់ថ្ងៃទី2ខែធ្នូឆ្នាំ2011ក៏មានការបើកការដ្ឋានរៀបចំធ្វើជាវិមានអនុស្សាវរីយ៍មួយហើយដាក់ឈ្មោះថាវិមានអនុស្សាវរីយ៍ពីធ្នូការកសាងសំណង់នេះក៏ត្រូវបានបញ្ចប់ជាស្ថាពរនិងសម្ពោធនៅថ្ងៃទី2ខែធ្នូឆ្នាំ2013ជាយោព្រះរាជាណាចក្រកម្ពុជាជាយោគណៈបកប្រជាជនកម្ពុជាជាយោរណសេរីសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាបច្ចុប្បន្នវិមាននេះត្រូវបានដើរតួយ៉ាងសំខាន់នៅក្នុងស្រុកស្នួលហើយក៏ជាចំណតដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ស្រុកស្នួលផងដែរបងប្អូនទាំងអស់គ្នាគួរតែផ្ដល់ពេលវេលាឲ្យខ្លួនឯងបានមករៀនសូត្រនិងទស្សនាកម្សាន្តនៅទីនេះព្រោះកន្លែងនេះគឺជាកន្លែងដែលបងប្អូនទាំងអស់គ្នាអាចមករៀនសូត្រពីប្រវត្តិសាស្ត្រជាតិបានយ៉ាងល្អពេលបងប្អូនឡើងមកខាងលើវិមាននឹងឃើញចម្លាក់លម្អិតរំលេចនៅជុំវិញវិមានដែលពណ៌នាអំពីសកម្មភាពតស៊ូរបស់ប្រជាជននិងកងកម្លាំងក្នុងការរំដោះជាតិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមរូបចម្លាក់ទាំងនេះមិនត្រឹមតែជាស្នាដៃសិល្បៈទេតែជាកញ្ចក់ឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រពិត
ដែលបានចារឹកទុកនូវមេរៀននៃការឈឺចាប់និងសារៈសំខាន់នៃសាមគ្គីភាពជាតិបើក្រឡេកមកមើលទេសភាពនិងបរិស្ថាននៃវិមានវិញគឺពិតជាស្រស់ស្អាតហើយក៏ស័ក្តិសមសម្រាប់ការថតរូបធ្វើជាអនុស្សាវរីយ៍ដែលយើងអាចមើលឃើញចំការកស៊ូដាច់កន្ទុយភ្នែកស្រូបយកខ្យល់អាកាសធម្មជាតិត្រជាក់ស្រួលបំបត្តិអស់ទុក្ខកង្វល់និងភាពនឿយហត់ដែលមាននៅក្នុងខ្លួនសរុបមកជារួមវិមានអនុស្សាវរីយ៍ពីរធ្នូមិនត្រឹមតែជាសំណង់ដើម្បីកម្សាន្តប៉ុណ្ណោះទេតែជារូបតំណាងស្ថាបត្យកម្មដែលរួមបញ្ចូលគ្នានៅប្រវត្តិសាស្ត្រនិងសិល្បៈរចនាបថអនុស្សាវរីយ៍ដ៏ធំនេះគឺជាភស្តុតាងដ៏រឹងមាំនៃការតស៊ូរបស់ប្រជាជនកម្ពុជាដើម្បីសន្តិភាពសេរីភាពនិងការអភិវឌ្ឍហើយវីដេអូរបស់ខ្ញុំក៏បានមកដល់ទីបញ្ចប់សូមខន្តីអភ័យទោសចំពោះកំហុសខុសឆ្គងបើសិនជាបងប្អូនចូលចិត្តវីដេអូផ្សងព្រេងដំណើរកម្សាន្តបែបនេះសូមជួយ like share follow page របស់ខ្ញុំម្នាក់មួយនិង subscribe channel YouTube របស់ខ្ញុំដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំនៅក្នុងការផលិតវីដេអូក្រោយៗទៀតអរគុណបងប្អូនអ្នកនរគ្នាជួបគ្នាវីដេអូក្រោយ